រឿងវិញ្ញាណស្រីក្រមុំក្នុងវត្តចាស់កាលពីច្រើនឆ្នាំមុននៅភូមិមួយក្បែរព្រៃជ្រៅមានវត្តអារាមចាស់បុរាណមួយដែលគេបានបោះបង់ចោលយូរណាស់មកហើយវត្តនេះមើលទៅគួរឲ្យខ្លាចនឹងមានបរិយាកាសស្និទ្ធស្ងំគេបាននិយាយតគ្នាថាវត្តនេះមានខ្មោចលងដោយសារមានស្រីក្រមុំអ្នកបានចង្កសម្លាប់ខ្លួននៅក្នុងវត្តនោះកាលពីជាង50ឆ្នាំមុនគ្មានណាអ្នកដឹងមូលហេតុពិតប្រាកដដែលមានសម្លាប់ខ្លួននោះឡើយគ្រាន់តែដឹងថាមានឈ្មោះថាមានលក្ខណៈជាកូនស្រីអ្នកមានទ្រព្យអ្នកនៅក្នុងភូមិអ្នកភូមិខ្លះថានាងកាត់ទុកព្រោះស្នេហាខ្លះទៀតថានាងត្រូវបានគេបង្ខំឲ្យយករៀបការជាមួយអ្នកដែលនាងមិនស្រឡាញ់ចាប់តាំងពីនាងលក្ខណៈស្លាប់ទៅវត្តនោះក៏ចាប់ផតើមកមានរឿងចម្លែកកើតឡើងអ្នកភូមិបានឃើញស្រមោលមានលក្ខណៈដើរនៅក្នុងបរិវេណវត្តនៅពេលយប់ហើយឮសំឡេងយំសោកសម្លេងរបស់នាងខ្លះទៀតថាពួកគេបានធំក្លិនផ្កាមលីដោឈ្ងុយឈ្ងប់ដែលជានិមិត្តរូបនៃការបង្ហាញវត្តមានរបស់វិញ្ញាណនាងយប់មួយដងងងឹតសូនឆឹងយុវជន4នាក់ឈ្មោះកែវសុខាតារានិងរស្មីដែលជាមិត្តភក្តិជិតស្និទ្ធនិងចូលចិត្តការផ្សងព្រេងបានសម្រេចចិត្តទៅពិសោធន៍នៅក្នុងវត្តចាស់នោះពួកគេចង់ដឹងថាតើរឿងខ្មោចលងពិតឬអត់ពួកគេបានត្រៀមឧបករណ៍ថតសំឡេងនិងកាមេរ៉ាដើម្បីថតភស្តុតាងពេលទៅដល់វត្តភាពស្មុគស្មាញនិងភាពត្រជាក់ស្រេកបានធ្វើឲ្យយោពួកគេព្រឺសម្បល់ដើមឈើធំនៅក្នុងវត្តបានរលាស់ស្លឹកដោយសារខ្យល់ផាត់ធ្វើឲ្យយោឮសូរតែសំឡេងរហឹមដូចសំឡេងផ្សឹកផ្សៀងពួកគេបានចាប់ផលតាមហោដាចូលទៅក្នុងបរិវេណវត្តដោយប្រុងប្រយ័ត្នដំបូងឡើយគ្មានអ្វីចម្លែកកើតឡើងនោះទេពួកគេបានដើរមើលជំវិញវត្តថតរូបនិងថតវីដេអូនៅពេលពួកគេដើរទៅដល់ដើមពោធិ៍ធំមួយដែលគេថាជាកន្លែងដែលមានលក្ខណៈចង្កសម្រាប់ខ្លួនស្រាប់តែខ្យល់រមាបានបក់មកយ៉ាងខ្លាំងធ្វើឲ្យយកពួកគេព្រឺសម្បល់សុខាបាននិយាយឡើងទាំងភ័យថាខ្ញុំមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់រំពេចនោះសំឡេងយំសោកដ៏ស្រងត់ស្រងាត់បានបន្លឺឡើងពីក្រោយដើមពោធិ៍នោះពួកគេទាំង4នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានឆ្លងពិលទៅកាន់ទិសដៅនៃសំឡេងនោះពួកគេបានឃើញស្រមោលស្រអាប់មួយឈរនៅពីក្រោយដើមឈើវាមើលទៅដូចជាស្រីក្រមុំមានសក់វែងរលាស់ហើយស្លៀកពាក់ឈុតសតារាបានស្រែកឡើងថាខ្មោចហើយស្រមោលនោះបានចាប់ផតើមករំកិលមករកពួកគេយឺតក្នុងពេលជាមួយគ្នានោះពួកគេបានធំក្លិនផ្កាមលីដ៏ឈ្ងុយឈ្ងប់ប៉ុន្តែជាក្លិនដែលបង្កប់នៅភាពត្រជាក់ស្រេបភ្លាមនោះអំពូលពិលរបស់ពួកគេក៏ចាប់ផតាមមកភ្លឺរលត់កែវបានព្យាយាមរឹតកិច្ចប៉ុន្តែជើងរបស់គាត់ហាក់ដូចជាជាប់គាំងនឹងដីរស្មីបានយកកាមេរ៉ារបស់គាត់ទៅថតប៉ុន្តែកាមេរ៉ាក៏រលត់ភ្លាមស្រមោលនោះបានខិតកាន់តែជិតហើយពួកគេអាចមើលឃើញភ្នែកក្រហមឆៅរបស់វាសំឡេងផ្សឹកផ្សៀវដ៏ត្រជាក់បានបន្លឺឡើងថាហេតុអ្វីក៏ឯងមកលងបន្លាចខ្ញុំមិនបានធ្វើអ្វីខុសទេពួកគេបានស្រែកឡើងដោយការភ័យខ្លាចហើយព្យាយាមរឹតកិច្ចខ្លួនប៉ុន្តែស្រមោលនោះបានបាត់ខ្លួនភ្លាមហើយបន្ទាប់មកក៏លេចមកនៅពីមុខពួកគេវិញស្រមោលនោះបានលូកដៃមករកពួកគេហើយពួកគេមានអារម្មណ៍ថាដូចជាមានអ្វីមួយកំពុងទាញពួកគេបានដួលទៅលើដីហើយបាត់បង់ស្មារតីពេលព្រឹកឡើងអ្នកភូមិដែលជាអ្នកដើរបោះត្រីបានប្រទះឃើញយុវជនទាំង4នាក់ដេកសន្លប់បាត់ស្មារតីនៅក្នុងវត្តពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពួកគេបញ្ជាសះស្បើយពីជំងឺប៉ុន្តែពួកគេទាំង4នាក់បានក្លាយជាមនុស្សភ័យខ្លាចរអាក្នុងការចេញទៅក្រៅនៅពេលយប់ហើយតែងតែយល់សក់ឃើញស្រមោលស្រីក្រមុំនោះពួកគេមិនដែលហ៊ាននិយាយពីបទពិសោធន៍របស់ពួកគេក្នុងវត្តចាស់នោះទៀតឡើយរឿងរ៉ាវរបស់ពួកគេបានបន្ថែមទៅលើភាពអាថ៌កំបាំងនិងភាពភ័យរន្ធត់នៃវត្តចាស់នោះវត្តនោះនៅតែបន្តឈរស្ងៀមស្ងាត់ក្រោមពន្លឺព្រះច័ន្ទនៅពេលយប់ដោយលាក់បាំងនៅអាថ៌កំបាំងដ៏គួរឲ្យខ្លាចរបស់វិញ្ញាណមានលក្ខណៈជារៀងរហូតគ្មានអ្នកណាម្នាក់ហ៊ានចូលទៅជិតវត្តនោះទៀតឡើយរហូតដល់បច្ចុប្បន្ននេះគឺចប់តែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខ្ញុំបាទសូមជួយចុចជាវ Channel ខ្ញុំបាទម្នាក់មួយផងណាសូមអរគុណ